ok là nó dương đằng ngọ kia dương ban khơi là các bạchនៅក្នុងប្រាំងប្រាសាទយើងណាចាអាហ្នឹងគេហៅថាអាមបាហើយដោយនឹងឆោហើយធម្មតាអាមបាហ្នឹងវាមានលក្ខណៈពិសេសមួយណាដែលនៅក្នុងរូបហ្នឹងយើងឃើញតែមួយតែកាច់ឆ្លាក់ដៃតែអាមបាហ្នឹងវាកាច់តាំងពីស្មាដល់ក្រោមដល់ម្រាមដៃណាហើយពិសេសទៅទៀតហ្នឹងដែលគ្រូចង់និយាយថាវាមានលក្ខណៈ4ចំណុចហ្នឹងគឺវាមានដែលខ្ទាស់ជើងនោះមួយទៀតអញ្ចឹងនៅក្នុងលក្ខណៈស្នៀតដែលយើងឃើញចេះអញ្ចឹងអាជើងនេះមួយទៀតគេខ្ទាស់មកអញ្ចឹងណាដល់យើងឈរអញ្ចឹងណាអញ្ចឹងនៅក្នុងចំណុចហ្នឹងដែលថាហេតុអីបានតែយើងជាប់ប៉ុណ្ណឹងបានគេខ្លាំងគេទាញឡើងដល់ទាញឡើងយើងសម្ពោធចុះមកក្រោមហើយកាលណាចុះមកក្រោមយើងកាច់អាកដៃនេះណានេះកាច់ស្លាកដៃដូចនៅក្នុងរូបហ្នឹងណាទៅថៃយើងទៅទៅថៃយើងហើយណាយ៉ាហើយដល់ពេលយើងកាច់ឲ្យមកអាកដៃនេះគេទាញឡើងគេទាញឡើងយើងសកត់គេទៅអត់បានទេអញ្ចឹងយើងបដោយយើងកាច់មកនេះវិញណាដល់ពេលយើងកាច់មកហ្នឹងហ៎យើងចង់តែដល់គេខំប្រឹងមកវិញគេពលាតនេះមកវិញទៀតយើងចូលមកនេះវិញណាដល់ពេលគេទាញមកហ្នឹងមកទៀតគេខ្ទាស់ដៃយើងឡើងមកទៀតឡើងលើទៀតយើងទាញប្រវល់ទៅចេះវិញហើយអញ្ចឹងលក្ខណៈទាំងអស់ដែលយើងអាចកាច់នេះបានទាំងអស់ហើយសំខាន់ណាជួនកាលគេរើអាហ្នឹងរួចហើយយើងលូកជើងនេះខ្ទាស់នេះហើយយើងរុញអានេះទៅវិញណាអញ្ចឹងអាហ្នឹងដៃយើងបលែងចុះប៉ុន្តែយើងមកប្របាក់ជើងវិញអញ្ចឹងក្នុងរូបចម្លាក់យើងហ្នឹងយើងឃើញយើងមើលយើងឃើញតែដៃប៉ុន្តែដល់ជើងអញ្ចឹងយើងឃើញតែជើងប៉ុន្តែជើងនេះគេខ្ទាស់នេះគេខ្ទាស់នេះមួយទៀតនេះទេបាក់ជង្គង់ដៃអញ្ចឹងហ៎ចាហើយអាដៃហ្នឹងយើងចាប់អញ្ចឹងហើយដូចខ្ញុំនិយាយអញ្ចឹងដៃហ្នឹងយើងកាច់អាហ្នឹងយើងខ្ទាស់ជើងនេះទៀតនៅក្នុងរូបហ្នឹង